សូមជូនកម្មវិធីសកលពុទ្ធសាសនារលូចមានពន្លឺសិលសមាធិបញ្ញាកម្មវិធីនេះផ្ដោតការយកចិត្តទុកដាក់ទៅលើប្រធានបទ4គឺពុទ្ធវិន័យព្រះសតន្នព្រះអភិធម្មពុទ្ធសាសនានិងអរិយធម៌ខ្មែរដែលមានធម្មវិលមិនទទួលបន្ទុកលើប្រធានបទគឺព្រះមហាលីហុងលៀនព្រះមហាមុនប៊ុនមេនព្រះមហាសៀនសុធារានិងព្រះមហាដូនឌៀព្រមទាំងសហការីជាច្រើនរូបទៀតកម្មវិធីសកលពុទ្ធសាសនារលូចមានពន្លឺផ្សាយតាមរយៈFM 97.25 The New Style ក្រុងកំពង់ចាមវេលាម៉ោង 6 ដល់ម៉ោង 7 ល្ងាចជារៀងរាល់ថ្ងៃដោយមានបែងចែកប្រធានបទទៅតាមថ្ងៃនីមួយៗថ្ងៃច័ន្ទអង្គារសម្ដែងព្រះវិន័យដោយព្រះមហាមុនប៊ុនមេនថ្ងៃពុធប្រវត្តិសម្ដែងព្រះសតន្នដើម្បីដកដោយព្រះមហាដូនឌៀថ្ងៃសុក្រនិងថ្ងៃសៅរ៍ប្រធានបទពុទ្ធសាសនានិងអរិយធម៌សម្ដែងដោយព្រះមហាសៀនសុធារារៀងរាល់ថ្ងៃអាទិត្យសម្ដែងព្រះអភិធម្មដោយព្រះមហាលីហុងលៀនដោយឡែកថ្ងៃឧបោសថសិលសម្ដែងសន្តានារួមទាំង4អង្គពិសេសជាប់ជារៀងរាល់កម្មវិធីបុណ្យធំនីមួយៗមានការជួបជុំសម្ដែងទាំង4អង្គព្រះគុណម្ចាស់ញាតិញោមដែលមានចម្ងល់ឬចង់ចែករំលែកនៅចំណេះដឹងសូមនិមន្តអញ្ជើញចូលរួមតាមប្រធានបទនីមួយៗទំនាក់ទំនងសួរសំណួរចូលរួមមតិយោបល់ឬឧបត្ថម្ភកម្មវិធីតាមប្រព័ន្ធទូរស័ព្ទព្រះមហាលីហុងលៀន097 55 19 993ព្រះមហាមុនប៊ុនមេន012 64 62 71ព្រះមហាសៀនសុធារា012 49 09 05ព្រះមហាដូនឌៀ012 26 53 88អាយុវណ្ណៈសុខៈពលៈចូលសម្រេចជានិច្ចនិរន្តរ៍តរៀងទៅ